លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានដឹកនាំការប្រជុំមួយនៅក្រុង Washington កាលពីថ្ងៃអង្គារទី1 កក្កដាជាមួយនឹងរដ្ឋមន្ត្រីការបរទេសសមាជិក3ទៀតនៃក្រុមប្រទេស Quad ដែលមានជប៉ុន អូស្ត្រាលី និងឥណ្ឌា ក្រោមកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសទាំង4បានសន្យាសហការគ្នានៅក្នុងវិស័យធនធានរ៉ែកម្រ ដើម្បីធ្វើយ៉ាងណាឈប់ពឹងផ្អែកលើចិន ហើយនឹងដើម្បីកាត់បន្ថយឥទ្ធិពលចិនមកលើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជាសន្តិសុខជាតិ នៅរសៀលថ្ងៃទី1 កក្កដា2025 ប្រធានាធិបតីបារាំងលោកម៉ាណូអែល ម៉ាក្រុង និងសមាភាគីរុស្ស៊ីលោក Vladimir Putin បានជជែកពិភាក្សាគ្នាតាមទូរស័ព្ទជាលើកទី1 គិតចាប់តាំងពីឆ្នាំ2022 មក សង្គ្រាមនៅអ៊ុយក្រែន និងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ជាប្រធានបទសំខាន់ពីរនៃកិច្ចសន្ទនារវាងប្រមុខរដ្ឋទាំងពីរ ប៉ុន្តែដោយគ្មានភ្ញាក់ផ្អើល ប្រធានាធិបតីទាំងពីរមានទស្សនៈនិងជំហរខ្វែងគ្នាយ៉ាងខ្លាំង ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជានៅថ្ងៃទី2 ខែកក្កដានេះបានទូលថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា33អាចធ្វើទៅបាន ការទូលថ្វាយព្រះមហាក្សត្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាយ៉ាងដូចនេះ កើតមានឡើងតែប៉ុន្មានថ្ងៃក្រោយអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែនផ្ដួចផ្ដើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានជួបជាមួយមេធាវីសញ្ជាតិបារាំងលោកសង់ម៉ាក់សូរ៉ែលកាលពីថ្ងៃអង្គារទី1 ខែកក្កដាដើម្បីពិនិត្យពិភាក្សាលើការបន្តនីតិវិធីរបស់កម្ពុជាក្នុងការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ក្រៅតែជាមេធាវី លោកសង់ម៉ាក់សូរ៉ែលក៏ជាសាស្ត្រាចារ្យច្បាប់ និងជាអ្នកស្រាវជ្រាវការដោះស្រាយវិវាទអន្តរជាតិ សហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃទី1 កក្កដាឈប់ឲ្យគ្រាប់មីស៊ីល និងគ្រាប់កាំភ្លើងធំទៅអ៊ុយក្រែនហើយ ក្រុមហេតុផលខ្លាចអស់សភាវុធពីឃ្លាំង សម្រាប់គៀវគ្មានជំនួយគ្រាប់ពីអាមេរិក អ៊ុយក្រែនច្បាស់ជាពិបាកទប់ទល់នឹងរុស្ស៊ីខ្លាំងណាស់ ព្រោះម្យ៉ាងទៀតរុស្ស៊ីកំពុងបង្កើនការវាយប្រហារយ៉ាងសន្ធប់ខ្លាំងលើអ៊ុយក្រែននាពេលនេះ